រឿងប្រព័ន្ធផលិតកម្មនាគរាជ CC បែកគ្នាទៅរបស់អ្នកគ្មានតម្លៃទេដោយគ្នាដែលចំពោះមុខអ្នកដែលធ្វើឲ្យមនុស្សមិនចង់មើលមុខអ្នកជាលើកទី2ខ្ញុំនៅជាមួយអ្នកដែលថាតែខ្ញុំពិការភ្នែក ហេតុអីទៅជាបែបនេះទៅវិញខ្ញុំត្រូវបានប្រុសសម្បែងព្រោះគាត់ថាខ្ញុំមើលទៅមិនស្អាតខ្ញុំជាមនុស្សស្ងៀមស្ងាត់និងគ្មានមិត្តភក្តិសូម្បីតែម្នាក់វាធ្វើឲ្យខ្ញុំស្ទាក់ស្ទើរក្នុងការចេញទៅក្រៅវានឹងពិបាកបើខ្ញុំជួបមនុស្សទាំងនោះផ្ទុយទៅវិញវានឹងកាន់តែរីករាយជាមួយពិភពលោកពីរវិមាត្រនេះពិភពលោកពីរវិមាត្រហ្នឹងគេសំដៅដល់ពិភពហ្គេមយើងនៅក្នុងហ្គេមជាទេពធីតាហើយក្រោយហ្នឹងគេសរសើរទូស្រីយើងថាជាទេពធីតាស្អាតហ្គេមអនឡាញគឺល្អណាស់នៅក្នុងនេះខ្ញុំមិនត្រឹមតែមានសុភមង្គលប៉ុណ្ណោះទេខ្ញុំក៏ទទួលបានសេចក្តីស្រឡាញ់ផងដែរCEO បងគឺជាមនុស្សមានសុភមង្គលបំផុតក្នុងលោកដែលទទួលបានសេចក្តីស្រឡាញ់ពីអូនទោះបីបុរសទាំងអស់ក្នុងហ្គេមអនឡាញនេះស្អប់បងក៏ដោយ CEO បងមិនអាចទ្រាំមើលឃើញអូនទៅក្នុងហ្គេមនេះទេឆ្នេះបងបានទិញសម្ភារៈផ្នែកលឿនទៅកាន់ទីក្រុងរបស់អូននៅថ្ងៃស្អែកនេះទេកុំមកអីតើហេតុអីទៅគឺដោយសារតែនៅខាងក្រៅអូនមើលទៅមិនស្រស់ស្អាតនោះទេមិនបានជាអូននិយាយបែបនេះសម្លេងអូនពីរោះយ៉ាងនេះអូនច្បាស់ជាស្រស់ស្អាតជាងនេះទៀតបងមើលទៅខុសពីក្នុងហ្គេមតួអង្គក្នុងហ្គេមស្អាតល្អឥតខ្ចោះមិនអាចប្រៀបផ្ទឹមបានផ្ទុយទៅវិញបងជឿជាក់យ៉ាងមុតមាំថាអ្វីដែលយើងធ្លាក់ក្នុងរលំស្នេហ៍គឺជាទឹកចិត្តនិងចិត្តរបស់គ្នាទៅវិញទៅមករូបរាងមិនសំខាន់ទៅសោះមិនថាអូនមួយទៅបែបណាទេបងនៅតែស្រឡាញ់អូនមិនអូនមិនថាខ្ញុំមកទៅបែបណាទេបងនឹងនៅតែស្រឡាញ់ខ្ញុំរហូតទេពិតណាស់ CEO នេះគឺជាការតាំងចិត្តរបស់យើងចំពោះគ្នាបងស្រឡាញ់អូនស្អីគេអ្នកគឺជា CEO ពិតមែនខ្ញុំគឺជា CEO ពិតជាអស្ចារ្យណាស់វាប្រែថាមិត្តណៃមិនបានសង្ហានៅក្នុងហ្គេមទេកន្លែងនេះទើបស្រីយើងក៏តែឯងថាអាហាររបស់ខ្លួនជាមួយមិត្តណៃនឹងអត់រង្គោះរង្គើដោយសារតែរូបរាងជឿថាមិត្តណៃក៏ដូចខ្លួនដែរថាមិត្តណៃនឹងក៏លងស្រឡាញ់ខ្លួនយ៉ាងជ្រាលជ្រៅផងដែរតើខ្ញុំអាចទៅបន្ទប់នៅឯណាក៏យឺតពេលហើយលឺដូច្នេះទើបស្រីយើងក៏បន្ទប់ឲ្យមិត្តណៃពេលទើបស្រីយើងរៀបនឹងចាក់ចេញមិត្តណៃក៏ចាប់ដៃទើបស្រីយើងជាប់ប្រាប់ទើបស្រីកំតាន់អានត្រឡប់ទៅវិញរួចនិយាយថាខ្លួនចង់នៅជាមួយទើបស្រីជារៀងរហូតលឺដូច្នេះទើបស្រីយើងក៏ក្នុងចិត្តថាទៅបំផុតខ្ញុំបានរកឃើញស្នេហាពិតហើយពេលអ្នកនឹងក៏បានគេងមួយគ្នាទៅលំឡើងនឹងទើបស្រីយើងរំមើលឃើញមិត្តណៃទៅនឹងឆ្ងល់មិត្តណៃទៅណាឬក៏គាត់នឹងទៅទិញអាហារពេលព្រឹកហើយសុកស្រាប់តែមានលឺសំឡេងទូរស័ព្ទក៏ញីភ្នែកមើលអញ្ចឹងហើយយើងស្រឡាំងតាំងខ្លាំងមែនទែនខមមិនក្នុងថាទោះស្រីនៅក្រៅអាក្រក់ហើយមានរកក្រៅទោះស្រីទៀតនេះជាអ្វីហើយទោះស្រីយើងខុសចិត្តខ្លាំងមែនទែនរួចគិតក្នុងចិត្តថាសុបិនបានបញ្ចប់ហេតុនេះមិនចាំបាច់នៅរស់ទេខ្ញុំសង្ឃឹមក្នុងជីវិតបន្ទាប់ខ្ញុំអាចក្លាយជាពិតប្រាកដបើសិនពិតជាមានជីវិតបន្ទាប់សូមស្វាគមន៍មកកាន់ប្រព័ន្ធបង្កើតព្រះម៉ាស៊ីនបំណងរបស់យើងអនុវត្តតាមផែនការទេវតាផលសេវាកម្មព្រះប្រកបដោយវិជ្ជាជីវៈសម្រាប់អ្នកតាមសេវាកម្មរបស់យើងអ្នកនឹងក្លាយជាព្រះប្រកបរបស់យើងមានកន្លែងឯកជនដើម្បីគ្រប់គ្រងឧបករណ៍របស់ព្រះហើយមានឧបករណ៍ហាត់ប្រាណឧបករណ៍ហាត់ប្រាណផ្សេងទៀតរួមជាមួយនឹងកម្មវិធីកាយសម្បត្តិការព្យាបាលស្មារតីមានតម្លៃនៅទីនោះជាកន្លែងអ្នកអាចទីទៅជាមួយការព្យាបាលសម្រាប់ចំណាយគឺជាដំណាក់តបហើយអ្នកអាចប្រើរតនសម្បត្តិទាំងអស់នៅក្នុងកន្លែងយើងក៏មានសេវាកម្មចំណេញអនឡាញសម្រាប់អ្នកដើម្បីទិញគ្រឿងសម្អាងដែលអ្នកចូលចិត្តទាំងអស់មិនថាជាក្រែមលាបមាត់ដែលមានកំណត់ឬអាវដែលមានតម្លៃនោះទេការប៉ុណ្ណាគ្មានរបស់អត់គិតថ្លៃទេអ្នកត្រូវតែប្រើរូបិយប័ណ្ណជាទូទៅរូបិយប័ណ្ណនៅក្នុងលំហនាគរាជគឺតម្លៃមុនស្នេហ៍ដូចជាមុនស្នេហ៍មក5តម្លៃតាក់ទាញបង100តម្លៃតាក់ទាញបងអតិថិជនមនុស្សប្រុសស្ត្រីសិននិងមនុស្សផ្សេងទៀតនៅជុំវិញអ្នកភ្នាក់អាវនិងកត់សរសើរចំពោះរូបរាងនិស្ស័យជាដើមអត្ថន័យនេះហើយជាប្រភពនៃតម្លៃមុនស្នេហ៍ទូបានបន្ទុកតាក់ទាញបន្ថែមទៀតនៅក្នុងពិភពពិតហើយចំណាយវាច្រើនតាមតែអ្នកចូលចិត្តនៅក្នុងលំហនាគរាជការបញ្យល់ត្រូវបានបញ្ចប់ហើយអ្នកត្រូវបានស្វាគមន៍ក្នុងការប្រើវាម្ដងទៀតប្រព័ន្ធផលិតកម្មព្រះសូមជូនពរឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយរួចចូលទៅក្នុងកម្រិតសាកល្បងបន្តកម្រិតនេះគឺជាកម្រិតបង្រៀនបទពិសោធន៍ថ្មីថ្មោងហើយភារកិច្ចសម្រាប់កម្រិតនេះត្រូវបានចេញផ្សាយឥឡូវយើងមកមើលទូស្រីរបស់យើងម្ដងដូចអ្នកមើលណាស់ដេកដល់ថ្ងៃចាំងគូតទូស្រីយើងឆ្ងល់ពេលព្រឹកមិនមែនបើកភ្នែកមកហើយកលិចមើលជុំវិញនឹងគាត់ក្នុងចិត្តថាខ្លួនហាក់ដូចជាមានសុបិនចម្លាច់ណាស់ហើយក្នុងសុបិនខ្លួនបានជួបជាមួយមីនណៃហើយបន្ទាប់មកមានអាក្រក់មួយបានកើតឡើងហើយខ្លួននឹងបានធ្វើអត្តឃាតតមកទៀតស្រាប់តែមានទេពអប្សរមួយបានបង្ហាញខ្លួនស្វាគមន៍ស្រីរបស់យើងចូលទៅក្នុងប្រព័ន្ធបង្កើតនាគរាជហើយផ្ដល់ឲ្យទូស្រីនៅបេសកកម្មយើងមកជុំវិញងើយឆ្ងល់ហើយថាចម្លែករួចគិតថាខ្លួនឯងប្រហែលជាខ្វះជាតិស្ករក្នុងឈាមមកទប់ទឹកហើយស្រាប់តែយើងនឹងជន់រកខ្លួនឯងហើយកដួលទៅខ្ញុំបោះជំហានលើរូបរបស់ខ្ញុំហេតុអីមិនជាខ្ញុំមានរបស់ម៉ាប់នេះគ្មានផ្លូវទេរួចទើបស្រីយើងក៏ដល់តប៉ះនេះមើលនោះនិយាយថាតើនេះមិនមែនជាសុបិនទេឬក៏ខ្លួននឹងធ្វើដំណើរឆ្លងកាត់ពេលវេលាតើខ្ញុំពិតជាធ្វើដំណើរឆ្លងកាត់ពេលវេលាមែនទេក្នុងករណីនេះរកឃើញហើយកញ្ចក់បើខ្ញុំពិតធ្វើដំណើរតាមពេលវេលារូបរាងរបស់ខ្ញុំគឺទៅផ្លាស់ប្ដូររកនារីគ្រប់រូបដែលធ្វើដំណើរតាមពេលវេលានឹងក្លាយជានារីល្អឥតខ្ចោះម្នាក់ដែលមានរូបរាង
តែជាគេកុហកមិនមានការផ្លាស់ប្ដូរអ្វីទាំងអស់មិនថាខ្ញុំនៅទីណាក៏ដោយខ្ញុំនៅតែអាក្រក់ខ្ញុំមិនអាចខ្លាចជាស្រីស្អាតបានឡើយទោះបីជា ពេលនិយាយចប់ទូស្រីយើងក៏ស្រែកយំដោយ យំពេញផ្ទះតទៅពីទូស្រីយើងយំអស់1ម៉ោងហើយគិតថាខ្លួននឹងមានអារម្មណ៍អស់កម្លាំងជាខ្លាំងអស់កម្លាំងដោយសារយំ អំពីវាចាប់តាំងពីរបៀបរបស់ខ្ញុំមិនបានផ្លាស់ប្ដូរវាអាចថាខ្ញុំមិនបានធ្វើដំណើរតាមពេលវេលាក៏ដោយសោះតើវាអាចថាតែនេះគ្រាន់តែជាការសម្ដែងទេវាជាការលេងសើចដ៏គួរឲ្យស្អប់ខ្ពើមវ៉ាកន្លែងនេះធំទូលាយណាស់នេះជាកន្លែងពិតប្រាកដហេតុអ្វីបានជាខ្ញុំមិនឃើញនរណាម្នាក់សោះការក្រុមភាពយន្តទាំងអស់កំពុងតែរកខ្លួនឬ ស្រីយើងកំពុងគិតសុកក៏មានអ្នកសួរថាតើទូស្រីនឹងកំពុងធ្វើអីស្រីយើងក៏សួរថាតើអ្នកគឺជាណាគេបុរសអ្នកបម្រើនឹងក៏សួរថាទូស្រីនឹងដេញមើលមែនបានមកសួរខ្លួនអញ្ចឹងហើយក៏បន្តទៀតថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់លោកគ្រូមីងលួនហើយអ្នករាល់គ្នាបានភ្ញាក់ពីព្រលឹមដើម្បីទៅតែភូមិគ្រឹះហើយតើនាងចង់លេខខ្ញុំនៅទីនេះមែនទេពេលនិយាយចប់បុរសអ្នកបម្រើនឹងបានអូសដៃទូស្រីឲ្យទៅជួយធ្វើការងារគេលុះជាងទូស្រីយើងគិតក្នុងចិត្តថា តើនេះជាអ្នកនៅក្នុងរឿងដែលរៀបចំដោយក្រុមកញ្ញាភាពយន្តឬលោកគ្រូម៉ៃយួនខ្ញុំហាក់ដូចជាលើឈ្មោះនេះនៅកន្លែងណាមួយ បន្ទាប់មកស្រាប់តែមានអ្នកបម្រើស្រីម្នាក់សួរថាហេតើអ្នកកំពុងធ្វើអីនៅទីនោះតើវាសន្សត់យ៉ាងណាចំពោះអាកប្បកិរិយាភ័យសន្សល់របស់អ្នកនឹងនិយាយទៅថាតើខ្លួននឹងធ្វើយ៉ាងណាបើសិនជាទូស្រីនឹងធ្វើឲ្យលោកគ្រូមីងលួនខឹងហើយនេះគឺជាតួអាចប្រុសទី1របស់យើងព្រោះអីតួអាចប្រុសមានរឿងច្រើនដែររឿងរបស់យើងបានបញ្ចប់ត្រឹមនេះហើយសូមអរគុណសូមសំណាងល្អកុំភ្លេចរងចាំទស្សនាភាពបន្តពេលក្រោយ